តោះបងប្អូនអើយនិយាយពីថាថ្ងៃហ្នឹងខ្ញុំរំភើបដល់ហើយបងប្អូនចាមានអតិជនមួយគាត់ទិញខ្ញុំពីខាងរតនគិរីចាហើយក៏មានអតិជនមួយទៀតគឺជាអតិជនដ៏សែនពិសេសជាងគេហ្មងចាមកពីខាងពោធិ៍សាត់ចាគាត់ទៅទិញខ្ញុំណាចំនួន1ហ៊ុនមាសចាមួយហ៊ុនមាសតែមើលខ្ញុំខ្ចប់ហើយចាបងប្អូននេះជាអតិជនមួយហ៊ុនចាចឹងបងប្អូនចឹងអ្វីដែលខ្ញុំចង់ចែកម្លែកជូនបងប្អូនគឺថាមិនថាអតិជនគាត់ទិញយើងតិចក៏ដោយច្រើនក៏ដោយគឺត្រូវតែអរគុណគាត់ចាអតិជនមួយនេះគឺខ្ញុំអរគុណគាត់ខ្លាំងមែនតើចាព្រោះថាទោះបីជាបងនៅឆ្ងាយក៏បងនៅតែជួយទិញខ្ញុំអញ្ចឹងណាតិចក៏ជួយទិញច្រើនក៏ជួយទិញអញ្ចឹងបងប្អូនយើងត្រូវតែនឹកអរគុណដល់អតិជនរបស់យើងមិនថាតិចច្រើនគឺត្រូវតែអរគុណគាត់ណាបងប្អូនចាព្រោះយ៉ាងណាក៏យើងនៅចំណេញដែរណាតិចតួចក៏នៅចំណេញចាអរគុណអតិជនទាំងអស់គ្នាណាអរគុណដែលបានជួយគ្រប់គ្រងហាងនេះងួនលីចាអរគុណ